Top Dop Enterprise Service Buses ESB 1. សេចក្តីណែនាំអំពី ESB ពន្យល់ខ្លីៗអំពី Enterprise Service Bus និងតួនាទីរបស់វាក្នុងការបញ្ចូលគ្នានៃកម្មវិធីផ្សេងៗក្នុងអង្គការ 2. MuleSoft Anypoint Platform ពិភាក្សាអំពីលក្ខណៈពិសេសដូចជាការគ្រប់គ្រង API ការបញ្ចូលគ្នានៅលើ Cloud និងការដែលមានស្ថិរភាព 3. Apache Camel លើកឡើងពីលក្ខណៈស្រាលគាំទ្រប្រូតូកុលច្រើននិងលំនាំបញ្ចូលគ្នា 4. WSO2 Enterprise Integrator ពន្យល់អំពីសមត្ថភាពរបស់វាក្នុងការបញ្ចូលទិន្នន័យការគ្រប់គ្រង API និងការគាំទ្រ Microservice 5. IBM App Connect គ្របដណ្ដប់អំពីជំរុញប្រទាក់ងាយស្រួលការបញ្ចូលគ្នាលើប្រព័ន្ធដូចគ្នា Hybrid និងការដែលមិនស្រាប់ 6. Typeco Enterprise Message Service EMS និយាយអំពីភាពអាចទុកចិត្តបានសមត្ថភាពផ្ញើសារនិងការបញ្ចូលគ្នាជាមួយផលិតផលផ្សេងៗរបស់ Typeco 7. Red Hat Fuse ពិភាក្សាអំពីការផ្អែកលើ Apache Camel ស្ថាបត្យកម្មដែលដំណើរការលើ Container និងការគាំទ្រពីសហគមន៍ប្រភពបើក 8. Oracle Service Bus លើកឡើងពីលក្ខណៈពិសេសដូចជាការដឹកនាំសារការបង្លាញទិន្នន័យនិងការបញ្ចូលគ្នាក្នុងសហគ្រាស 9. Microsoft Azure Service Bus ពន្យល់អំពីសមត្ថភាពផ្ញើសារលើ Cloud ភាពអាចពង្រីកបាននិងការគាំទ្រប្រូតូកុលផ្សេងៗ 10. SAP Process Orchestration ពិភាក្សាអំពីការបញ្ចូលគ្នារវាងកម្មវិធី SAP និងកម្មវិធីដទៃសមត្ថភាព BPM និងឧបករណ៍ត្រួតពិនិត្យសេចក្តីសន្និដ្ឋានសង្ខេបអំពីសារៈសំខាន់នៃការជ្រើសរើស ESB ដែលសមនឹងតម្រូវការអង្គការនិងអនាគតនៃបច្ចេកវិទ្យាបញ្ចូលគ្នារចនាសម្ព័ន្ធនេះនឹងណែនាំអ្នកមើលអំពី ESB ដែល3ដោយរំលេចអំពីលក្ខណៈពិសេសនិងអត្ថប្រយោជន៍របស់វា